ជួនព័ត៌មានថ្មីមួយគឺលោកកឹមសុខាឆ្លើយតបនឹងសម្ដីលោកទាបាញ់ដែលព្រមានវាយបាក់ថ្មីបាទមេដឹកនាំគណៈបកប្រឆាំងបានឆ្លើយតបទៅនឹងការសម្ដីរបស់មន្ត្រីជាន់ខ្ពស់គណៈបកអំណាចដែលបានព្រមានការវាយបង្ក្រាបឲ្យបាក់ថ្មីប្រសិនបើមានការតវ៉ាមិនទទួលស្គាល់លទ្ធផលបោះឆ្នោតដោយការពីអាណត្តិមុនដោយលោកកឹមសុខាបានបង្ហាញជំរឿស2ទៅកាន់ពលរដ្ឋកាលពីថ្ងៃទី15ខែឧសភារដ្ឋមន្ត្រីក្រសួងការពារជាតិបានព្រមានវាយបង្ក្រាបប្រសិនបើមានការតវ៉ាដោយប្រើពាក្យថាដូរឬមិនដូរហ៊ុនសែនអើយចុះទៅដោយលោកទាបាញ់ចាត់ទុកពាក្យនេះជាការចលក្នុងសង្គមបាទអញ្ចឹងនៅក្នុងពិធីជួបជុំបេក្ខជនស្ត្រីឈរឈ្មោះបោះឆ្នោតលេខរៀងទី1នៅថ្ងៃពុធនេះប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាបានថ្លែងថាបើគេចង់វាយយើងបំបាក់ថ្មិញបើគេចង់ធ្វើអីទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យសញ្ញាឆ្នោតយើងចង់បានប្រជាពលរដ្ឋសម្រេចចិត្តដោយឆន្ទៈបើប្រជាពលរដ្ឋចូលចិត្តស្រឡាញ់អ្នកដែលវាយបំបាក់ថ្មិញទេបោះឆ្នោតគេទៅបើប្រជាពលរដ្ឋចូលចិត្តអ្នកស្លូតដោយគណៈបកសង្គ្រោះជាតិបោះឆ្នោតសង្គ្រោះជាតិទៅស្រេចតែប្រជាពលរដ្ឋទេមែនទេបងប្អូនបាទអញ្ចឹងព័ត៌មានដែលចិត្តឈានចូលការបោះឆ្នោតបាទទាំងអ្នកនាំពាក្យគណៈបកប្រជាជនលោកស្មូតសុកអ៊ូសានមានប្រសាសន៍ថាការលើកឡើងរបស់លោកទាបាញ់មិនមែនជាសារគម្រាមកំហែងដល់ម្ចាស់ឆ្នោតទេដោយសារតែសារនេះគាំទ្រនឹងការពាររដ្ឋាភិបាលស្របច្បាប់និងរដ្ឋធម្មនុញ្ញលោកនិយាយថាកន្លងទៅពីព្រោះគណៈបកប្រឆាំងអត់ឆ្លោតនឹងហើយគេថាទាបាញ់គាត់ថាជាខ្លួនគាត់ឆ្លោតប៉ុន្តែគាត់មិនមែនឆ្លោតណាគាត់សុទ្ធតែដាក់ទាញគេឲ្យចុះពីជណ្ដើរដាក់ជណ្ដើរឲ្យចុះអត់ចុះទាញទម្លាក់សុទ្ធតែសម្ដីអំពើហិង្សាមិនក៏ថាឆ្លោតគេមិនមែនបានសេចក្តីថាអាដាមគឺថាគាត់និយាយថាអញ្ចឹងគឺឆ្លោតនោះទេបងអូនជឿថាគាត់ឆ្លោតមិនមែននោះទេយើងមើលទៅចរិតនិងមើលខ្លឹមសារមើលអត្ថន័យរបស់វាបានគឺដឹងបាទចឹងព័ត៌មានមានតែប៉ុណ្្នឹងបាទសម្រាប់ការបោះឆ្នោតឈានចូលមកដល់